រឿងរន្ធត់ដែលបានជួបកន្លងមកផ្លូវកាយរងការធ្វើទុក្ខបុកម្នេញពីជំងឺរ៉មរ៉ាយូរឆ្នាំផ្លូវចិត្តរងការបាក់ទឹកចិត្តឬខូចចិត្តរងការថប់អារម្មណ៍យូរពេករឿងទាំង3នេះធ្វើឲ្យមនុស្សកើតជំងឺបាក់ស្បាតរឿងរន្ធត់ដែលបានជួបសត្វសាហាវរួមមានពស់តើក្រពើជួបពពួកអាមនុស្សមានប្រេតអសុរកាយឬខ្មោចកាលបានប្រទះនៅអារម្មណ៍បែបនេះសូម្បីម្ដងក៏អាចបណ្ដាលឲ្យមនុស្សបាក់ស្បាតបានដែរមួយទៀតដូចជាការបរាជ័យម្ដងហើយម្ដងទៀតច្រើនលើកច្រើនសារឬថាត្រូវបានជនដទៃគំរាមកើតជំងឺរ៉មរ៉ៃប្រចាំកាយដូចជាខ្សោយបេះដូងជំងឺទឹកនោមផ្អែមរលាកស្រោមខួរកើតជំងឺមហារីកក្រពះពោះវៀនរ៉មរ៉ៃធ្វើឲ្យកាយរងទុក្ខមិនអាចសួរទ្រាំបានព្រោះតែជំងឺប្រចាំកាយខ្លះព្រោះតែគំនិតដែលខ្លួនឯងសន្សំរឿយខ្លះហើយគំនិតទាំងអស់នោះសុទ្ធតែភ័យព្រួយខ្លាចក្រែងអ្នកដទៃខ្លាចមនុស្សជុំវិញខ្លួនខ្លាចក្នុងការសន្ទនាខ្លាចក្នុងការចេញទៅជួបកាលបើរឿងទាំងអស់នេះកើតឡើងលើមនុស្សណាម្នាក់រឿយក៏បណ្ដាលឲ្យជំងឺបាក់ស្បាតកើតឡើងបានវិធីសាស្ត្រកែខៃកុំឲ្យរោគបាក់ស្បាតចេះតែបន្តកើតឡើងត្រូវដឹងថាផ្លូវចិត្តនេះមានភាពមិនច្បាស់លាស់មានការភ័យព្រួយឬខ្លាចរអាងដែរឬទេបន្ទាប់មកត្រូវរកហេតុថាតើវាបណ្ដាលមកពីអ្វីក្រោយពីដឹងហើយត្រូវរកដំណោះស្រាយមិនត្រូវបណ្តែតបណ្ដោយនោះទេក្រោយមកទៀតត្រួតមើលលទ្ធផលដែលទទួលបានបើអាក្រក់ត្រូវឈប់ហើយរកវិធីដទៃតែបើលទ្ធផលចេញមកល្អក៏ទទួលយកចុះមិនខុសខាត់អ្វីទេ